អូតើជាថ្ងៃដែលគួរឲ្យធុញខ្ញុំគិតថាខ្ញុំនឹងត្រូវទៅសួនច្បារដើម្បីទទួលខ្យល់អាកាសបរិសុទ្ធព្រោះខ្ញុំរៀនតាំងពីព្រឹកម្ល៉េះព្រោះអ្វីៗគឺនៅឆ្នាំ2024វាល្អប៉ុណ្ណានៅក្នុងឧទ្យានបាការ៉ាមែងដាដែលជាប្រទេសកូឡុំប៊ីជាប្រទេសដែលអ្នកបង្កើតរបស់ខ្ញុំរស់នៅចាប់តាំងពីពេលដែលគាត់ទទួលបានជោគជ័យជាអ្នកបង្កើត TikTok របស់ខ្ញុំគិតថាខ្ញុំនឹងមានពេលវេលាដ៏អស្ចារ្យនៅក្នុងឧទ្យាននោះដែលខ្ញុំមិនដឹងថាខ្ញុំចាំថាវាសម្រាប់សានពីអូឬខ្ញុំមិនដឹងថាត្រូវដាក់កម្រិតខ្ញុំយ៉ាងណានោះទេមិនអីទេវាជាផ្សារទំនើបក្នុងប្រទេសកូឡុំប៊ីដែលជាកម្មសិទ្ធិរបស់ខ្ញុំទោះបីខ្ញុំមិនអាចនិយាយភាសាអេស្ប៉ាញបានទេដោយសារខ្ញុំមានសំឡេងស្មុគស្មាញច្រើនវាមិនសមថាអន់សម្រាប់ខ្ញុំទេហើយខ្ញុំក៏មិននិយាយស្ដីអំពីជូរីវ៉េនដែរហើយនោះហើយជាមូលហេតុដែលខ្ញុំត្រូវប្រើភាពអាម៉ាដែរហើយនោះហើយជាមូលហេតុដែលខ្ញុំត្រូវប្រើភាពអាម៉ាស់របស់ខ្ញុំប៉ុន្តែទោះជាយ៉ាងណាខ្ញុំនឹងមិនទិញអ្វីទាំងអស់របស់ខ្ញុំប៉ុន្តែទោះជាយ៉ាងណាខ្ញុំនឹងមិនទិញអ្វីទាំងអស់លុះខ្ញុំនឹងទិញអាហារសម្រាប់ល្ខោនរបស់ខ្ញុំនិងសម្រាប់ខ្ញុំអាចទទួលបានវាយ៉ាងល្អឥតខ្ចោះហើយខ្ញុំនឹងមិនស្បត់ទៀតទេ